គ្នាឥឡូវនេះយើងធ្វើការលាយគ្រឿងណាអញ្ចឹងយើងមានគ្រឿង3មុខមានអំបិលទឹកអំបិលហុយហើយនឹងស្ករនិយាយទៅមានតែ3ហ្នឹងឆ្ងាញ់ណាស់ឥឡូវយើងធ្វើការលាយទាំងអស់គ្នាគឺយើងដាក់អំបិលនេះរសជាតិដាក់វាមកល្មមបានហើយកុំច្រើនពេកប៉ុណ្នេះមកហើយយើងធ្វើការដាក់ស្កររៀងច្រើនតិចព្រោះទៅពេញរៀងធ្វើការញ៉ាំនឹងផ្អែមណាយើងដាក់2វ៉េអូខេឥឡូវធ្វើការដាក់ជាមួយនេះអំបិលទឹកនេះម្ដងបើយើងជួយចិត្តហឹរយើងដាក់កាកវាច្រើនទៅតែបើអត់ទេយើងសម្រាប់យកទៅទឹកវាមកល្មមបាននេះយើងដាក់ប៉ុណ្ណេះដោយសារតែយើងក្លុកទូទៅលាយវាឲ្យសព្វអញ្ចឹងមកតោះឥឡូវយើងមកធ្វើការលាយទាំងអស់គ្នាណាយើងច្បល់វាម្ដងមួយផ្លែឲ្យវាចូលគ្រឿងទាំងអស់គ្នាមកអានេះដោយសារយើងហូរទៅលើហើយអញ្ចឹងយើងច្បល់តែតិចទៀតក៏វាចូលគ្រឿងដែរណាត្រឡប់វាស្មើមកខាងលើខាងក្រោមអីហើយយើងផ្អាប់វាទុកមករយៈពេលអញ្ចឹងទៅចឹងបងប្អូនដែលចង់ញ៉ាំកាពីរីកដែលឆ្ងាញ់អាចមករកបានណានៅទីតាំងគឺនៅរង្វង់មូលធរ៉េនទីខាងមុខម៉ាត់សុកសានសម្រាប់មួយទៀតបងប្អូនក៏អាចស្វែងរកទីតាំងបានតាមរយៈការចុច link នៅខាងលើអរគុណ